ជំរាបសួរដូចស្រីការប្រព័ន្ធបងប្អូនអ្នកគ្នាដែលមកថ្មីជួយចុច comment និងជួយចុចមេដាលើនេះខ្ញុំចាត់ដើមតកម្មមកធ្វើ fruit challenge ថ្ងៃនេះគឺយើងធ្វើបាន fruit អីយើង review fruit ហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលបានស្អីគេអ្នកទាំងអស់គ្នាខ្ញុំមិនដឹងទេទៅបាន fruit អីគេអើយបាន fruit line អ្នកទាំងអស់គ្នាឥឡូវយើងចាប់ដើមធ្វើការយើងរត់ទៅនេះសិនទៅខ្ញុំរកកិច្ចពីអាប៉ែនោះអាប៉ែហ្នឹងវាបបួលខ្ញុំ PVP តែខ្ញុំ PVP មួយវាទេដូចថាខ្ញុំវារៀងខ្លាំងដែរអត់ចង់ PVP មួយអ្នកការអីចឹងអ្នកទាំងអស់គ្នាមើលវាវាយខ្ញុំនឹងអត់ឈាមឯងខ្ញុំដាក់តាមស្គីគឺដងទៅងាប់មកអ្នកអស់គ្នាជមើងាប់បាត់ខេងអីមិនចោលខ្ចុយនេះកាងាប់ទេមិនចោលអាយ៉ាងនឹងខំវាយនឹងចង់ហត់ទេណាឥឡូវជុំដូចបាត់ fruit fruit ខ្ញុំដាក់ចូល stock ហើយឥឡូវខ្ញុំចាត់តាមទៅការមកមើលប្រភេទពួកនេះចឹងខ្ញុំគឺយកខ្ញុំមើល fruit សិនខ្ញុំខ្លាចបាត់ fruit អ្នកទាំងអស់គ្នាអូនេះគឺ fruit line នៅក្នុងនេះហើយខ្ញុំនឹង review fruit line នេះអ្នកទាំងអស់គ្នាបានទស្សនាចោលខ្ចុយថ្ងៃការស៊ីមចាយ៉ាងតមកទៀតខ្ញុំចាប់ដើមទៅការធ្វើដំណើរទៅណាទេនេះអត់ដឹងយកហ្មងអត់ដឹងធ្វើដំណើរទៅណាទេបើគ្រាប់ភ្នែកមើលខ្លួនឯងទៅវាមើលបើគ្រាប់ភ្នែកមើលខ្លួនឯងទៅអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំចាប់ដើមធ្វើការចោះមកហេបើយូរឥឡូវអ្នកនរគ្នាដាក់គុណ2ទៅបើមិនចង់មើលវីដេអូមួយនេះចង់សារក៏បានអត់ក៏បានតែបើចង់មើលវីដេអូមួយនេះយីមិនចោកចុយថ្ងៃសារទៅវាលឿនណាស់អាណាខ្លះចង់ដាក់គុណ2ក៏បានដែរឥឡូវចាប់ដើមធ្វើការមកកន្លែងដើមចាស់យ៉ាស់នឹងវាលេងនឹងកទួយម៉ែវាស្អីទេមកតែកន្លែងដើមជាប់ព្រមជើងនៅផ្ទះគេខ្ញុំចង់ជួយនេះចាប់ដើមធ្វើការមកកន្លែងនេះផងដែរណាបាទហើយឥឡូវគឺខ្ញុំចាប់ដើមធ្វើការធ្វើទៀនម្ចាស់យ៉ាងថ្ងៃឆ្ដិញថ្ងៃឆ្ដិញថ្ងៃឆ្ដិញទៅរកតប្រុសចောက်ចុយបន្ទាប់មកទៀតខ្ញុំចាប់ដើមធ្វើការមកដល់កន្លែងនេះហើយខ្ញុំចាប់ដើមធ្វើការបើក fruit line អ្នកទាំងអស់គ្នាមើលតែម្ដងអើយ fruit line អ្នកទាំងអស់គ្នាមាន fruit ផលដូចខ្ញុំមេមាន fruit ផលដូចខ្ញុំមេបើថាអត់ទេក៏អ្នកដែលបានជួយខ្ញុំកុំភ្លេចឲ្យ fruit ល្អៗមកខ្ញុំផងធ្វើ fruit ល្អៗមកខ្ញុំផងហើយអ្នកដែលចង់ add មកខ្ញុំតែខ្ញុំដាក់ឈ្មោះឲ្យតាមខោមឥឡូវខ្ញុំចាប់ដើមទៅកម្មស៊ី fruit line ហ្នឹងអ្នកទាំងអស់គ្នាជមើញ៉ាំបួយហមមួយឆ្ងាញ់ចុយម្រាយអើយហើយការចុចអ៊ីមិនចុយចោលចុយអញចូលសលេងមុនវីដេអូនេះអូខេតោះ confirm មកអូឆ្ងាញ់ចុយម្រាយឥឡូវខ្ញុំចាប់ដើមទៅខាឡើងម្ដងនេះហើយនិយាយទៅគឺខ្ញុំមក review ជាមួយអ្នកទាំងអស់គ្នាខ្ញុំដាក់ ski ខ្ញុំដាក់ haki សិនអូខេនេះគឺជា ski ទី1ព្រោះវាគ្មានស្អីទេគ្រាប់បាញ់ laser beam ឲ្យនេះក៏តែខ្ញុំអានេះគឺ intro ខ្ញុំរកគិតពីវាអញ្ចឹងណាសារខ្ញុំ level រៀងទួចតោះហើយយើងចាប់ដើមទៅបាញ់ ski ទី1ហើយគឺ ski ទី1ខ្ញុំខ្លាចអ្នកទាំងអស់គ្នាមើលតន់ឥឡូវដាក់ ski ទី1មកអ្នកទាំងអស់គ្នាហើយគឺបាញ់អ្នកគ្នាមើលហើយឃើញអត់បាញ់ហើយចុះបានអ្នកទាំងអស់គ្នានេះឥឡូវគឺ ski ទី2វាគប់ឡើងពីលើនឹងមកគឺបាញ់យកហ្មងអ្នកទាំងអស់គ្នាវាមិនស្អីទេបាញ់ហើយខ្ញុំក៏ចាប់ដើមធ្វើការដាក់ ski ទី3ត្រូវ ski ទី3វាតែអញ្ចឹងទេឥឡូវដាក់បាញ់អ្នកទាំងអស់គ្នាមើលអ្នកទាំងអស់គ្នាជួយបើកគ្រាប់មើលផងហើយអ្នកមកថ្មីជួយ comment ជួយចុច like ជួយចុច subscribe ផងដើម្បីឲ្យខ្ញុំបានវីដេអូថ្មីជូនអ្នកទាំងអស់គ្នាបើវីដេអូនេះផ្ទុះដល់ 1000k ខ្ញុំឲ្យភ័ក្រខ្ញុំរំស្រាតឲ្យមើលហ្មងតើមកទៀតខ្ញុំចាប់ដើមទៅការមកយកនេះអ្នកទាំងអស់យកខ្វះដើម្បីដាក់ឲ្យអ្នកទាំងអស់គ្នាមើលទៀតខ្ញុំ farm level ផងនិង review fruit ឲ្យអ្នកទាំងអស់គ្នាមើលផងតើមកទៀតខ្ញុំចាប់ដើមទៅការហៅពួកវាមកជុំគ្នាមកពួកវានឹងអត់ហៅទេពួកវានៅឆ្ដេញនៅនឹងឥឡូវគឺ skill ទី2ព្រោះវាគឺបាញ់វាសាររឿង slow ដោយសារពេលនោះខ្ញុំលេងពេលយប់អីចឹងវាលេង slow តិចតួចយប់ចោកចុយនឹងស្អីលេងនៅក្រៅក៏ពេលយប់ហើយនេះក៏ជា skill ទី2ព្រោះវាដែរអ្នកដែលចង់ប្រើ fruit នេះក៏វាមិនអន់ប្រហែលដែរហើយងាយស្រួល farm ទៀតសម្រាប់វាថាសម្រាប់ player ថ្មីថ្មោងបាន fruit នេះគឺល្អហើយឥឡូវគឺវាចាប់ដើមធ្វើការខ្ញុំងាប់ពិសាជមើនៅអស់គ្នាគឺខ្ញុំស្រួលដាក់កម្មពលឺណាទាំងអស់គ្នាមើលចង់ខ្ញុំពងប់ញោវាយពួកវាទេកម្មពលឺនេះបើយើងវាថាវាស្រួលហោះហើយហោះលឿនតែយើងអាចបត់បែនបានទេ
តតែយើងទៅសមុទ្រទី2ធ្វើវីធូទៅយើងអាចនឹងហោះបានកាត់កង់តាមហើយពួកនេះគឺនៅជុំគ្នាឥឡូវខ្ញុំដាក់ស្គៀទី2ឲ្យវាណាទាំងអស់គ្នាគុំចាចាស់ងោតាថ្ងៃស្អីថ្ងៃមកហ្នឹងថ្ងៃងោខ្ញុំចង់ចុយឥឡូវនេះនឹងស្គៀទី4វាគឺខ្ញុំមកដាក់ខ្ញុំមិនទាន់បានបង្ហាញផងគឺងាប់ទៀតឯណាទាំងអស់គ្នាឥឡូវខ្ញុំចិត្តអានធ្វើការហត់ទៅទៀតហើយតាំងសូមីណាតមកទៀតចាប់តាមទៅការដាក់ចូលមកហើយបន្តមកទៀតម្ចៅខ្ចុយនឹងនៅកន្លែងហ្នឹងហើយថ្ងៃម្ចាស់ទៅបាញ់ទៅផាំងងាប់ទាំងអស់គ្នាថ្ងៃតមកទៀតដាក់ស្គីទី2មកនិយាយទៅគឺមើល review fruit នេះណាទាំងអស់គ្នាគិតមិនដែរបើអ្នកទាំងអស់គ្នាចង់យកទៅលេងនិយាយទៅគឺស្រួល farm fruit នេះមិនខ្លាំងពេកក៏មិនអន់ពេកដែរអ្នកទាំងអស់គ្នាហើយវាក៏ល្អអត់ខ្ចោះដែរចាយ៉ាងខ្លាំងពេកអន់ពេកតែវាល្អអត់ខ្ចោះនិយាយអត់ដូចនិយាយអញ្ចឹងហើយឥឡូវយើងចាប់ដល់ធ្វើការមកដាវឲ្យពួកអាហ្នឹងអញ្ចឹងដើម្បីកុំឲ្យពួកវាចូលក្តោពេកមិនស្ដាប់លឿនអ្នកទាំងអស់គ្នាបិទកជាបិទអីខ្លះឥឡូវខ្ញុំចាប់ដល់ធ្វើការដាក់បាញ់ពួកវាមួយមើលវាអស់ប្រហែលលុយផាំងចៅកដួយកុំចៅសេលៀននេះគឺជាស្គីព្រោះវាអញ្ចឹងគឺវាលឺអញ្ចឹងអ្នកទាំងអស់គ្នាកុំចៅត្រកុំចៅត្របាញ់ទាំងអស់គ្នានេះគឺស្គីវាអញ្ចឹងអ្នកទាំងអស់គ្នាវាលឺអញ្ចឹងកុំកដួយឃើញអ្នកទាំងអស់គ្នាវាលឺអញ្ចឹងមិនខ្ញុំបញ្ចូលសលេងចៅត្រូវគ្រាប់ចៅត្រូវបាញ់ចៅត្រូវគ្រាប់ចៅត្រូវបាញ់ឥឡូវនេះគឺខ្ញុំចាប់បានដាក់អស់ស្គីតែវា slow ស៊ីវ៉ាក្ដួយម៉ែវាស៊ីទីស៊ីវ៉ាអ្នកប្រើ smart ពេលយប់ចឹងដឹងថាខ្វែងស៊ីវ៉ាមកខ្ញុំគឺលេងដាក់ Wi-Fi ទៅណាទាំងអស់គ្នាដាក់ Wi-Fi វានៅគៀងស្អិតតាត់ក្ដួយម៉ែវាស៊ីទេហើយខ្ញុំក៏ចង់ជំរាបលាពុកម៉ែបងប្អូនទាំងអស់គ្នាត្រឹមនេះណាដល់មកថ្មីជួយ comment ពីល្អដើម្បីឲ្យខ្ញុំដើម្បីឲ្យក្រុមហ៊ុន YouTube រុនវីដេអូខ្ញុំទៅឲ្យអ្នកមើលទៅច្រើនហើយក៏ជួយ comment ជួយចុច like ជួយចុច subscribe ផងអ្នកទាំងអស់គ្នាឲ្យចូលមើលសូមចូលមើលដល់ចប់អត់មានទៅចូលមើលផ្លែចូលមើលឯង